តើបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទជំរិតនាំបងប្អូនអរគ្នាមកមើលបច្ចេកទេសនៅក្នុងការរៀបកវ៉ាត់ធ្នឹមបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់កវ៉ាត់ធ្នឹមរបស់យើងនេះគឺមានទំហំ20 គុណនឹង 30បងប្អូនអរគ្នាបាទហើយយើងប្រើដែកមេ4ដើមបងប្អូនអរគ្នាបាទសម្រាប់ដែកមេនេះខាងគុលបងប្អូនអរគ្នាគឺយើងកាច់ 12D ហើយយើងកាច់90ដឺក្រេបងប្អូនអរគ្នាបាទនេះគឺជាដែកស៊ុបរបស់យើងដែលគេថាដែកហុកហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់ដែកហុករបស់យើងនេះគឺយើងកាច់ 6D បាទសម្រាប់ដែកតពួកនេះយើងកាច់ 6D ចុះក្រោមបាទហើយសម្រាប់តសនៅខាងគៀនខាងនេះបងប្អូនអរគ្នាបាទគឺយើងយក 0.25L បាទហើយបងមើលតាកតងនឹងដែកស៊ុបនៅខាងក្រោមបែបនេះគឺយើងយក 0.25L បងប្អូនគឺយើងរៀបចំទៅតាមស្តង់ដារបច្ចេកទេសតែម្ដងបងប្អូនបាទហើយនេះលីន concrete របស់យើងមុននឹងយើងតម្លាក់ដែកចូលដើម្បីយើងចាក់កវ៉ាត់ធ្នឹមបងប្អូនបាទនេះយើងវាយបន្ទាត់ខ្សែឡាញដើម្បីយើងបិទក្តារពុំបាទឥឡូវយើងរៀបចំរួចហើយបងប្អូនបាទនៅតែយើងតម្លាក់ហើយយើងចាប់ផ្ដើមចាក់បេតុងចូលហើយបងប្អូនអរគ្នាបាទនេះបងប្អូនមើលទាំងអស់គ្នាបាទយើងរៀបបែបនេះបាទគឺស្អាតមែនទែនបាទការថានេះគឺជាងរៀបចំចងដែកបានស្អាតមែនទែនបាទអញ្ចឹងអរគុណបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្ណឹង